សួស្តីបងប្អូនទាំងអស់គ្នាបាទវិលមកជួបខ្ញុំទៀតហើយថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាអំពីទំហំសម្រាប់ធ្វើ poster ដែលយើងយកទៅ post នៅលើ Facebook របស់យើងដើម្បីឲ្យត្រឹមត្រូវតាមស្តង់ដាររបស់ Facebook ហើយវីដេអូមុនខ្ញុំបានប្រាប់ហើយពីរបៀបធ្វើ poster ងាយៗនៅលើ Canva ថ្ងៃនេះខ្ញុំនឹងមកលម្អិតត្រួសអំពីទំហំដែលយើងធ្វើទៅដែលយើងអាច post នៅលើ Facebook ទៅបានច្បាស់ល្អហើយនឹងមានភាពតាក់ទាញបាទនេះរូបដែលខ្ញុំបានធ្វើគឺជាទំហំការ៉េបាទអញ្ចឹងរូបដែលយើងអាចធ្វើទៅត្រូវស្តង់ដារតាមរូបភាពរបស់ Facebook មិនថាយើង view នៅលើcomputer ឬក៏ទូរស័ព្ទដៃទេគឺមានលក្ខណៈត្រឹមត្រូវតាមស្តង់ដាររបស់ Facebook ទំហំភាគច្រើនគឺគេគិតជា pixel ហើយទំហំគឺគេគិតជាការ៉េអាចជាត្រវែងរាងវែងដូចនៅកណ្ដាលនេះបន្តិចបាទហើយនឹងអាចជាទំហំផ្ដេកបាទហើយផ្ដេកនេះក៏មិនជាផ្ដេកលក្ខណៈ HD ដែរ HD គឺ1920 18ប៉ុន្តែដែល like នៅលើ Facebook គឺទំហំស្តង់ដារគឺចាប់ពី18 គុណនឹង18 pixel ទៅបាទ18ហ្នឹងគឺជាទំហំការ៉េហើយ10ទំហំមួយនេះគឺរាងបច្ឈរអញ្ចឹងបើសិនជាយើងយក18គុណនឹង1350នេះគឺវាល្មមរបៀបថារូបពេលដែលយើងអុសនៅលើ Facebook គឺអត់ដាច់ទេបាទគឺយើងចុចទៅគឺវានៅពេញ frame វានឹងតែម្ដងបាទនេះក៏ដូចគ្នាគឺនិយាយរួមទៅទំហំស្តង់ដារទាំង3ហ្នឹងគឺទំហំស្តង់ដាររបស់ Facebook ទំហំពីរនេះគឺខ្ញុំ recommend ឲ្យទាំងអស់គ្នាប្រើដោយសារតែទំហំការ៉េក៏ស្តង់ដារទំហំ18គុណនឹង1350នេះក៏ស្តង់ដារយើងអាចប្រើទៅលើ Reel ក៏បានយើងអាចប្រើទៅលើ poster ធម្មតាក៏បានហើយបើសិនជាយើង design ទៅត្រូវតាមស្តង់ដាររបស់ Facebook គឺ Facebook អាច recommend poster យើងទៅឲ្យអ្នកដែលចង់ទិញទំនិញរបស់យើងបានដែរពេលដែលគេ scroll ទៅ poster ហ្នឹងមានលក្ខណៈត្រឹមត្រូវច្បាស់ហើយអក្សរអីក៏យើងធ្វើបានស្អាតតាក់ទងទៅលើការច្នៃប្រឌិតរៀងៗខ្លួនរបស់យើង Facebook ក៏អាចរុញ poster យើងទៅឲ្យអ្នកដែលចង់ទិញអីវ៉ាន់របស់យើងគាត់ឃើញដែរអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថា page ខ្ញុំធ្វើរាល់ថ្ងៃគឺទំហំគឺទំហំរាងការ៉េអានេះពេលដែលយើង view នៅលើ computer គឺបែបនេះហើយនៅពេលដែលយើង view នៅលើទូរស័ព្ទក៏វាមិនខុសគ្នាប៉ុន្មានដែរគឺវាចេញមកគឺគ្រប់ទាំងអស់ហ្មងតាំងពីអក្សរតាំងពី object របស់យើងដែលយើងបាន design ហ្នឹងបាទហើយដល់ឡែកការ design គឺស្ថិតទៅលើយើង design ឲ្យត្រូវនឹង concept នៃឧទាហរណ៍យើងលក់ស្បែកជើងលក់កៅអៅបាទហ្នឹងគឺយើងត្រូវ design ឲ្យត្រូវ concept របស់យើងទៅទាំងអស់គ្នាអាចមើលបានបាទអញ្ចឹងយើងចូលទៅក្នុង photo ទៅបាទទាំងទំហំគឺខ្ញុំធ្វើការ៉េទាំងអស់តែម្ដងនេះគឺ page របស់ភេសជ្ជៈពើកម្លាំងមួយហើយពេលដែលយើងចុចទៅគឺទំហំនេះគឺទំហំបញ្ឈរអញ្ចឹងដូចជាខ្ញុំបានប្រាប់តាំងពីដំបូងអញ្ចឹងគឺទំហំហ្នឹងគឺនេះទំហំកណ្ដាលនេះគឺ1350ឃើញ page នឹងមួយគាត់ធ្វើតាមស្តង់ដារហ្នឹងឯងបាទអញ្ចឹងបានន័យថាយើង view នៅលើ computer ក៏ពេញ view នៅលើទូរស័ព្ទក៏ពេញបាទហើយយើង scroll មកខាងក្រោមទៀតបាទរងគាត់យើងចុចទៅលើ poster គាត់ទៅគឺជាទំហំការ៉េបាទទំហំការ៉េនេះបាទជាស្រ័យបាទនេះគឺទំហំ18ប៉ុន្តែដល់ឡែកទំហំការ៉េនេះគឺបើសិនជាយើងចង់ឲ្យវាមានលក្ខណៈកាន់តែច្បាស់ជាងនឹងថែមទៀតយើងអាចតម្លើងកម្រិត pixel នេះវាបានឲ្យតែជាលក្ខណៈការ៉េយើងតម្លើងថែម12.8ក៏បាន28ក៏បានអត់មានបញ្ហាទេបាទឲ្យតែមានជារាងការ៉េនេះក៏ជារាងការ៉េដែរនេះបញ្ឈរបាទអញ្ចឹងតិចនិចនៅក្នុងការធ្វើរូបភាពតិចនិចនៅក្នុងការបង្កើតទំហំរូបភាពគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនអាចយកទៅអនុវត្តតាមពេលដែលយើងធ្វើត្រូវតាមស្តង់ដាររបស់ Facebook ដូចជាខ្ញុំបញ្ជាក់អញ្ចឹងគាត់អាចរុញរូបភាពរបស់យើងបាទទៅឲ្យអតិថិជនរបស់យើងបានបាទអញ្ចឹងអរគុណច្រើនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe វីដេអូខ្ញុំមួយផងដើម្បីខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តទៀតអរគុណច្រើន